បានទាំងអស់គ្នាដើម្បីធ្វើការភ្ជាប់លេខកាត EC Wallet ទៅនឹងធនាគារ TTB បានបងប្អូនធ្វើតាមខ្ញុំណាងាយៗទាំងអស់គ្នាបាទដំបូងបងប្អូនចុចទៅពាក្យ TTB មកធនាគារយើងណាហើយពាក្យចាយ bin បងប្អូនចុចកន្លែងចាយ bin នេះមកហើយបងប្អូនចុចកន្លែងเพิ่มរៃការប្រូតណាចុចកន្លែងក្រហមនេះតិចមកបាទកន្លែងហ្នឹងមកហើយវាមានបន្លោះមួយបងប្អូនចុចវាយពាក្យនឹងសងសាមដោយសារក្រុមហ៊ុនច្រើនអញ្ចឹងទៅយើងវាយលេខទៅងាយជាងអញ្ចឹងណាក្រុមហ៊ុននឹងសងសាម service បាទអញ្ចឹងទៅបងប្អូនជឿរើសក្រុមហ៊ុនមកបាទគេថាបរិស័ទនឹងសងសាម service ដោយសារយើងកាត់លុយឆ្លងធនាគារតាមរយៈក្រុមហ៊ុនហ្នឹងនេះឃើញបងប្អូនបាទណាចុចលើក្រុមហ៊ុនហ្នឹងមកបាទបន្តមកទៀតបងប្អូនធ្វើការដាក់ឈ្មោះសិនតើកំណត់ឈ្មោះអីដូចជាវេត ABA កំណត់មកតើ ABA ឬកំណត់អីផ្សេងក៏បានដែរបងប្អូននេះហើយវាយលេខកាតបាទវាយលេខកាតទាំងអស់ចូលបងប្អូនទាំងគ្នាវាយទៅបាទបើវាយគ្រប់ក៏មិនខុសបងប្អូនតែវាយខុសដាក់ចូលទេឥឡូវហ្នឹងបាទអូខេគ្រប់ហើយបងប្អូន copy មកអាក្រោមវាយដូចគ្នាបើតែយើង copy មកដាក់ងាយជាងអញ្ចឹងណាហ្នឹងហើយបាទកន្លែងនេះបងប្អូនចុចពាក្យថាត់ប៉ៃនេះមកបាទហើយចុចยืนยันតិចមកបងប្អូនបាទចុចសម្រេចមកបងប្អូននេះចុចកន្លែងនេះមកពុបបាទអញ្ចឹងតទៅបងប្អូននៅពេលដែលចង់វេបងប្អូនចុចកន្លែងចែក bin បងប្អូនរើសមកដោយសារវាជាប់នៅនឹងស្រាប់ហើយបងប្អូននៅជាប់ធនាគារស្រាប់បងប្អូនគ្រាន់តែចុចមកពុបបាទហើយបងប្អូនធ្វើការវាយទឹកលុយទៅបងប្អូនចង់វេប្រហែលដាក់ទឹកលុយទៅហើយបងប្អូនធ្វើការវេទៅបាទអញ្ចឹងងាយកន្លែងហ្នឹងភ្ជាប់ងាយបំផុតបងប្អូនទាំងអស់គ្នាស្រួលមិនបាច់តែ scan ទេអរគុណបាទ